ដេអាវដែលកូនជាមួយនឹងឆ្អឹងសប៉ែតដែលយើងអាចដេនៅលើឆ្អឹងបានធ្វើរាងអាវស្អាតមែនបងប្អូនប៉ុន្តែបើតាមចិត្តខ្ញុំវិញមានអារម្មណ៍ថាពិបាកពាក់ពិបាកអង្គុយពេលយើងអង្គុយទៅពិបាកអង្គុយខ្លាំងប៉ុន្តែធ្វើរាងអាវយើងស្អាតចាឥឡូវខ្ញុំសាកយកមកដេរលើកដំបូងដែរនៅពេលដែលខ្ញុំដេរហ្នឹងគឺខ្ញុំដេរសោកឆ្អឹងទៅក្នុងកណាត់ហ្មងសោកឆ្អឹងទៅក្នុងកណាត់ហើយបានខ្ញុំយកមកដេរគុននៅលើខ្លួនអាវតាមពិតក្បួនដេរឆ្អឹងនេះអាចនឹងមានច្រើនណាបងប្អូនប៉ុន្តែខ្ញុំជ្រើសរើសយកក្បួនមួយនេះមកដេរនៅលើអាវរបស់ខ្ញុំបើបងប្អូនចង់ដឹងសាកដូចខ្ញុំដែរធ្វើឲ្យរាងអាវយើងស្អាតមែនប៉ុន្តែធ្វើឲ្យយើងនឹងរៀងពិបាកអង្គុយបានតែឈរពេលអង្គុយទៅចាក់ខ្លាំងណាចាឥឡូវខ្ញុំដេរហើយដល់វគ្គសកិនមលីពីលើម្ដងសកិនមលីពីលើហ្នឹងគឺប្រយ័ត្នខ្លាំងណាស់ដោយសារតែឆ្អឹងហ្នឹងរឹងបើយើងទប់តិចតិចដឹងតែផ្លាត់ជាមួយមកចូលហើយអញ្ចឹងទប់មកទំហឹងមនុស្សចាស់ហ្មងណាបងប្អូនចាឲ្យដេរមួយអត់ហ៊ានដេរលឿនទេដោយសារតែខ្ញុំដេរលើឆ្អឹងខ្ញុំអត់ច្បិចសាច់កណាត់ទេណាខ្ញុំជន់នៅលើឆ្អឹងហ្មងឲ្យមកឃើញហាប់ណែនស្អាតចាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូន